តកាប់ជាប់ជាមួយនឹងទូរស័ព្ទតាមកម្មវិធី YouTube អញ្ចឹងបងចូល app ហើយចូល YouTube បន្ទាប់ពីចូល YouTube យើងចាំវាមិនស្ទុះអញ្ចឹងបងចុចតាមខ្ញុំណាបើសិនជាឃើញ program បែបនេះបងអូសពីលើចុះក្រោមមកយក watch sky នេះបន្ទាប់មកឃើញ function អញ្ចឹងហើយអញ្ចឹងបងចូល setting មកក្រោមឲ្យអស់ចាចូល setting ហើយចុចមកស្ដាំវិញបន្ទាប់ពីចុចមកស្ដាំហើយបងយកពាក្យថា link with TV code អញ្ចឹងឃើញលេខកូដហើយយើងអត់ចាំយូរទេយើងយកទូរស័ព្ទរបស់យើងអញ្ចឹងចូល YouTube Pod អញ្ចឹងចុចអាកន្លែងនេះជាមួយខ្ញុំចុចបងមួយចាចុចកន្លែងហ្នឹងណាហើយយើងយក link with TV code Pod អញ្ចឹងយើងចុចលេខកូដមកលេខកូដមានប្រហែលខ្ទង់ដែលមាន12ខ្ទង់អញ្ចឹងយើងចុច12ខ្ទង់លើ projector ហ្នឹងមកចាអញ្ចឹងខ្ញុំចុចលេខកូដត្រូវអស់ហើយបន្ទាប់ពីចុចត្រូវអស់ហើយខ្ញុំចូលពាក្យ link នេះឃើញទេពេលត្រូវវាចេញ link អញ្ចឹងមានន័យថាទូរស័ព្ទរបស់ខ្ញុំបានភ្ជាប់ជាមួយនឹងនេះឃើញទេវា load ដែរបានភ្ជាប់ជាមួយនឹង projector នឹងរួចរាល់ហើយអញ្ចឹងខ្ញុំចង់កំងប័ណ្ណចម្រៀងអីក៏វាចេញដែរអញ្ចឹងខ្ញុំកំងពីទូរស័ព្ទខ្ញុំអញ្ចឹងវាប្រកាសជា load ទៅលើ slide នឹងតែម្ដងសូមក្រុមអូនចិត្តស្មងខាងក្តីតែបានត្រឹមស្រមៃអូនគ្មានតម្លៃក្នុងភ្នែកអូនទេតែអូនស្រឡាញ់គេប៉ុណ្ណាឆ្លង